chum thôi chum sáng lên các bạn côm nữa mày côm bây giờ đây chặt cái đồ nó mông ô cái chặt cái đồ bên nó chặt cái đồ mày hay có những trăm phải mày nói lấy những chặt cái đồ đó chặt cái đồ thôi rồi ta lấy cái chặt đó nè let's go yo cái đông bay cái đông trời ơi thôi nè bạn pi cái đông តាមកទស្សនាហើយមកស្គាល់កន្លែងដែលចាប់កដោបគឺកដោបច្រើនណាស់ពុកម៉ែបងប្អូនអូយនៅកន្លែងហ្នឹងនិយាយរួមទៅនៅចការពូនអញ្ចឹងណានៅកោះត្រំបាទកោះត្រំខាងកោះប៉ែនបាទហួរចការកោតិចមកបាទពុកម៉ែបងប្អូនគាត់ធ្លាប់ចាប់បាទជាមួយនឹងបាទអំពើព្រៃគាត់ធ្លាប់ស្គាល់កន្លែងនេះយកមកហួរកន្លែងយើងចាប់អំពើព្រៃទៅមកឃើញចការពូនទៅយើងដាក់ចូលក្នុងតិចមកហើយនេះជាមួយអាប្រាំងមកយើងនឹងចាំគាត់អញ្ចឹងទៅព្រោះតាគាត់ណាឡៃទៅនៅដេបាទស្បៃដាក់កដោបអញ្ចឹងទៅហើយនេះជាមួយនឹងខ្លាបាទខ្លាគ្រូតូចជាមួយនឹងអាតយហារីណាជីនគាត់នៅខាងក្រោយអញ្ចឹងណាហើយនេះចាប់ផ្ដើមមកឲ្យពុកម៉ែបងប្អូនមកបដាហើយជាមួយនឹងបាទដូចជាលោកពូបាទពូមីងពូអមហ្នឹងមកហើយនៅកន្លែងនេះបាទជាមួយនឹងបាទអ៊ីម្នាក់ហ្នឹងគាត់ដាក់បាទកដងធំណាពុកម៉ែបងប្អូនកដងបោកខៀវរបស់គាត់បាទទៅចាប់កដោបបាទថ្ងៃនេះយើងចេះទៅមកតទៀតហើយពុកម៉ែបងប្អូននិយាយរួមទៅយើងដាក់ម៉ូតូយើងដាក់នៅកន្លែងខ្ញុំផ្ញើនៅកន្លែងបាទជាមួយនឹងពូបាទបងម្ចាស់ចការពូនអញ្ចឹងគាត់ដេកទៅនឹងទៅយើងក៏ផ្ញើតនៅកន្លែងនេះយើងចិត្តដើរមកអញ្ចឹងទៅព្រោះថាដីហ្នឹងនៅកន្លែងពេលខ្លាំងទៅវាពិបាកជិះម៉ូតូអញ្ចឹងណាចាប់កដោបនេះហើយបងប្អូនរបស់កញ្ញានៅកោះត្រំអញ្ចឹងណាចាប់កដោបចូលទៅខ្ចងកូនតែមៀងនៅតែមៀងហ៎នៅតែមៀងអូនៅតែមៀងណានេះនេះតែមៀងមែនណាតែចិត្តគ្នាបាទតែមៀងតែគាត់យកមកមិនយកចាប់កដោបណាយកហែទឹកណាអីបដាជួបគាត់ពីក្រោយមកក្រោយតាឥឡូវយើងមិននិយាយតទៀតព្រោះថាមិញពុកម៉ែបងប្អូនយើងម៉ូតូបាទប្រមាក់ជិះអ្នកខ្លះទៅក៏ជិះមកកាត់ក៏ជិះទៅអ្នកខ្លះទៅអត់ជិះម៉ូតូមកយកផ្ញើមួយគេអញ្ចឹងទៅព្រោះថាយើងដើរទៅពីមុខអញ្ចឹងទៅនៅកន្លែងនេះផ្លេងល្អទេអញ្ចឹងណាបកប៉ុន្តែបើថាដើរទៅពីមុខទៀតបាទពុកម៉ែបងប្អូនបាទចង់ទៅដិតទៀតហើយយើងដើរនេះនៅកន្លែងនេះដូចខ្ញុំបាទនិយាយអញ្ចឹងយើងជិះម៉ូតូយើងពិបាកដែរអញ្ចឹងទៅយើងចិត្តមកដើរអញ្ចឹងទៅយើងហាត់ប្រាណហើយខ្លះអញ្ចឹងទៅពុកម៉ែបងប្អូនអូយហ្នឹងហើយនេះជាមួយនឹងបាទបងបាទនិយាយរួមទៅដើរមកដល់កន្លែងហ្នឹងដូចខ្ញុំបាទនិយាយអ្នកខ្លះជិះម៉ូតូមកកាត់ក៏ជិះទៅព្រោះថាយើងដើរយើងចូលជ្រៅដែរពុកម៉ែបងប្អូនថាកដោបវានៅតាមម្លុកវិញអញ្ចឹងណានិយាយរួមទៅពេលត្រីពុកម៉ែបងប្អូនទីនឹងឃើញកដោបនិយាយរួមទៅវាឡើងលើគ្នាក៏មាននិយាយរួមទៅក្នុងមួយធៀងគេហៅមួយធៀងពោតហ្នឹង4 10ក្បាលណោះហើយនេះចេះតែមកតទៀតហើយពុកម៉ែបងប្អូនមិនខុសពីអ្នកចាប់អំពើព្រៃដែរទេក៏ប៉ុន្តែនៅបាទក្នុងថ្ងៃនេះគឺមនុស្សច្រើនជាងមនុស្សទៅចាប់អំពើព្រៃព្រោះថាកដោបវាស្រួលចាប់ពុកម៉ែបងប្អូនបាទពេលដែលយប់មកហ្នឹងវាបាទអត់ហៅអំពើព្រៃទេក៏ប៉ុន្តែកដោបនេះវានៅទួលភ្លឺពុកម៉ែបងប្អូនបាទយើងអាចចាប់បានចាប់ពីម៉ោង7យប់រហូតដល់ម៉ោង2 10ម៉ោង2អីក៏បានដែរក៏ប៉ុន្តែខ្ញុំទៅខ្ញុំចាប់ហើយជាម៉ោង7ម៉ោង8កន្លះខ្ញុំមកផ្ទះវិញអញ្ចឹងទៅពុកម៉ែបងប្អូនព្រោះថាខ្ញុំចាប់យកមកហូបអញ្ចឹងណាអត់ចាប់យកទៅលក់ទេហើយសម្រាប់ពុកម៉ែបងប្អូនចាប់យកទៅលក់អីហ្នឹងបាទគាត់ចាប់ពីម៉ោងបាទ7ដល់ម៉ោង2 10ហ្នឹងលក់បានស្លាំងហើយពុកម៉ែបងប្អូននេះហើយជាមួយនឹងសកម្មភាពបាទដែលខ្ញុំបាទកំពុងតែចាប់កណ្ដោពុកម៉ែបងប្អូនបាទហើយឃើញស្រាប់ដូចខ្ញុំបាទនិយាយអញ្ចឹងបាទជាមួយកណ្ដោរបស់យើងហ្នឹងគឺនៅធៀងវាហ្នឹង4 10ក្បាលសម័យចាប់ណាហើយពុកម៉ែបងប្អូននៅក្នុងចការពោតអញ្ចឹងទៅកន្លែងចការពោតហ្នឹងហើយយើងឃើញតែស្លឹកពោតហ្នឹងគឺកណ្ដោវាស៊ីចង់អស់ហើយនេះអាតយគាត់កំពុងចាប់មួយផ្លែហ្នឹងបានចិត្ត2កណ្ដងហើយកណ្ដងធំណាហើយនេះជាមួយនឹងសាគីរិនបាទរិនរបស់យើងគាត់ចាប់បានពាក់កណ្ដាលហើយឃើញថងខ្ញុំបាទហើយគឺច្រើនណាពុកម៉ែបងប្អូនណយបានប្រហែលជា3គីឡូក្នុងហ្នឹងហើយនេះជាមួយអាប្រាំងរបស់យើងបាទអាប្រាំងគាត់ញញឹមយ៉ាងស្រស់មែនទែនគាត់ចាប់បានប្រហែលជា1គីឡូជាងបាទចិត្ត2គីឡូយើងចោះពុកម៉ែបងប្អូនបាទបន្ទាប់ពីយើងអ៊ូតកដោបបាទគ្នាហើយនេះពុកម៉ែបងប្អូនយើងក៏ធ្វើដំណើរបាទបន្តបាទត្រឡប់ទៅផ្ទះវិញពុកម៉ែបងប្អូនបាទព្រោះម៉ោង8ហើយពេលខ្ញុំចាប់នោះហើយអ្នកខ្លះទៀតហ្នឹងពុកម៉ែបងប្អូនក៏ចាប់យកទៅលក់អីទៅគាត់នៅបន្តទៀតអញ្ចឹងណាហើយពួកខ្ញុំបានហ្នឹងចាប់ត្រឹមតែមកហូបបាទមកស៊ីអញ្ចឹងទៅយើងចាប់បានបាទម្នាក់1គីឡូម្នាក់2គីឡូអញ្ចឹងទៅយើងក៏ចាប់ដើមបានដងគ្នាទៅផ្ទះហើយនេះច្បោត្រឲ្យពិលបងប្រជាពលរដ្ឋបាននៅចិត្តនឹងគាត់នៅខាងឆ្ងាយក៏គាត់ទៅចាប់ដែរឃើញស្រាប់ហើយជាមួយនឹងពិលទៅចាប់កដោបអញ្ចឹងណាហើយយើងក៏ស្រាប់តែបានមកដល់ផ្ទះហើយយើងក៏ចាប់ផ្ដើមបកកដោបបាទបកស្លាបកឲ្យយើងយកមកជៀនអញ្ចឹងទៅពុកម៉ែបងប្អូនជាមួយកដោបរបស់យើងគឺច្រើនណាស់ហើយយើងជៀនអត់អស់ទេព្រោះថានៅច្រើនទៀតអញ្ចឹងទៅដាក់ក្នុងទូកកខ្លះអញ្ចឹងទៅពុកម៉ែបងប្អូនហើយនេះប៉ាពេក៏កំពុងតែជៀនអញ្ចឹងណានឹងហើយជាមួយកដោបរបស់យើងមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយ